ការសង្ខេបរឿងទុំទាវ ខ អ្នកនិពន្ធ 1. ឈ្មោះអ្នកនិពន្ធ ព្រះបទុមថេរសោម ហៅថាងួនសោម ឬក៏ភិក្ខុសោម ចាអញ្ចឹងយើងនឹងមកសិក្សាអំពីជីវប្រវត្តិរបស់ព្រះបទុមថេរសោម ចាដែលទ្រង់ប្រសូតនៅឆ្នាំ1952 ហើយសគត់ទៅវិញនៅឆ្នាំ1932 ចាអញ្ចឹងព្រះបទុមថេរសោមជាកវីដ៏ល្បីល្បាញនៅពុទ្ធសករាជ2458 ត្រូវនឹងគ្រិស្តសករាជឆ្នាំ1915 ដែលយើងស្គាល់នាមនិងប្រវត្តិត្រួសខ្លះតាមរយៈស្នាដៃរឿងទុំទាវ កុមារសោមកើតនៅឆ្នាំ1852 ក្នុងឃុំកំព្រៅ ខេត្តស៊ីធរកណ្ដាល សង្កាត់កំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បិតានាមងួន និងមាតានាមយិន ជាកសិករធន់មធ្យមនៅភូមិកំព្រៅ កុមារសោមមានបងប្អូន 7 នាក់ សុទ្ធតែប្រុសទាំងអស់គឺឈ្មោះស ណែង កឹម អុក ស្រី សោម និងសំ លុះកុមារសោមមានអាយុ15 ឆ្នាំ បិតាបានបញ្ចូលរូបលោកឲ្យមករៀននៅវត្តអិនកាឡា ហៅកំព្រៅ ដើម្បីឲ្យសិក្សាអក្សរលេខនៅពន្ធផ្សេងៗ 2 ឆ្នាំក្រោយមក មាតាបិតាក៏បំបួសកុមារសោមជាសាមណេរក្នុងវត្តដដែលនេះ បួសបាន 2 វស្សា ក៏លាលោកគ្រូចៅអធិការចាកសិក្ខាបទ ដើម្បីទៅជួយធ្វើការនិងបម្រើអ្នកមានគុណដែលមានភាពជរា ប៉ុន្តែដោយហេតុចង់ឲ្យកូនបានចេះដឹងនឹងគេពេក មាតាបិតាចាជីសោមបានបំបួសបុត្រសម្លាញ់ជាភិក្ខុក្នុងវត្តកំព្រៅទៀត ដែលមានព្រះតេជគុណរស់ហៅគង់ជាឧបជា មាននាមបញ្ញត្តិថាព្រះបទុមថេរសោម ក្នុងជន្មាយុ 21 ឆ្នាំ ព្រះភិក្ខុសោមជាសាមណេរមានចិត្តស្រឡាញ់ព្រះពុទ្ធសាសនាណាស់ លោកខិតខំសិក្សាធម៌វិន័យឥតមានធ្វេសប្រហែសឡើយ ព្រះសង្ឃក្តី ឧបាសកឧបាសិកាក្តី តែងតែគោរពរាប់អានលោកគ្រប់ពេលវេលា ដោយលោកតែងតែណែនាំឲ្យស្គាល់ខុសត្រូវក្នុងផ្លូវជីវិត ព្រះអង្គសគត់នៅឆ្នាំជូត ខែមិញ ក្នុងជន្មាយុ 80 វស្សា ដោយជារាពាធត្រូវនឹងគ្រិស្តសករាជ1932 ភិក្ខុសោមឧស្សាហ៍សរសេររឿងផ្សេងៗណាស់ តាមទម្លាប់របស់លោកច្រើនសរសេរវេលាថ្ងៃរសៀលនៅលើក្តារឈ្នួន ឬខ្មៅដៃ ហើយឲ្យគេចារចម្លងដាក់ក្នុងសាស្ត្រាលោកបានសរសេររឿងចៅសតបជែក វិមានច័ន្ទ មរណមាតា សព្វសិទ្ធិ ផ្ការរាំទឹករាំ តែមិនដឹងលោកយកពីណាមកទេដោយចាំមាត់ក៏មិនដឹង ព្រោះមិនឃើញមានឯកសារជាសំណៅដើមនៅសេសសល់ ចំពោះរឿងទុំទាវ លោកបាននិពន្ធឡើងតាមការត្រាប់នៃស្ត្រីអ្នកចម្រៀងម្នាក់ឈ្មោះសៃបួរ អ្នកចម្រៀងនេះគាត់រមែងដើរច្រៀងពាសពេញស្រុកស៊ីសន្ធរកណ្ដាល និងខេត្តដទៃទៀតជាច្រើន ដែលគាត់បានដាក់ងារខ្លួនឯង សៃបួរជាជួរញ៉ាំញ៉ើចេះច្រៀងចាប៉ីគ្រាន់បើ ដើរច្រៀងរៀងមក ដូច្នេះរឿងទុំទាវដែលយើងសិក្សាសប្តាហ៍ថ្ងៃ មិនមែនជារឿងរបស់លោកបង្កើតឡើងទេ គឺជារឿងវិជ្ជាប្រៃ ឬមានរឿងទុំទាវនេះប្រកបមែនក្នុងសង្គមខ្មែរយើង កវីគ្រាន់តែបង្កើតពាក្យពេចន៍ចងក្រង ជារឿងមិនខុសពីអ្នកសរសេររឿងប្រឡោមលោកផ្នែកប្រវត្តិសាស្ត្រ ឬវីរជនស្នេហាជាតិណាម្នាក់ គ្មានឯកសារ តែមានអ្នកស្រុកនិយាយតគ្នានាសម័យបច្ចុប្បន្នឡើយ ហើយលោកក៏បានបញ្ជាក់ក្នុងអារម្ភកថារបស់លោកផងដែរ នេះនឹងថ្លាថ្លែងចែងចរចា ល្បើកល្បងល្បែងល្បាយកាយការព្យា តាំងតែដំណាលកាលមុនជា និទានយូរយាឃ្លាឃ្លាតឆ្ងាយ មិនទៀងលៀងល្អក់ តក់ឃ្លាឃ្លាត សង្វាតផ្ទៀងផ្ទាត់បទបរិយាយ យើងកែជាថ្មី ដែនដីអាយ ស្រង់ស្រាយតទុកទៅមុខទៀត ឲ្យអស់មហាជនជាតិប្រុសស្រីក្នុងដែនលោកីដឹងទៅមុខ
កំណាព្យត្រង់នេះសឲ្យឃើញថាព្រះភិក្ខុសោមពិតជាកវីចេះដឹងជ្រៅជ្រះមែនដោយលោកបានបញ្ជាក់ថែមទៀតក្នុងរឿងទុំទាវនេះថានិទានយូរយារមកហើយព្រះបទុមថេរសោមបានសគត់នៅគ្រិស្តសករាជ1932ក្នុងជន្មាយុ80វស្សាចាហើយព្រះអង្គក៏មានស្នាដៃខ្លះដែរចាដែលនិពន្ធរឿងផ្ការំទឹករំនៅឆ្នាំ1911ចារឿងទុំទាវនៅក្នុងឆ្នាំ1915រឿងសុភសិទ្ធនៅក្នុងឆ្នាំ1914